ឆាគ្រឿងសាច់មាន់ម្រះព្រៅហ្នឹងណាទាំងអស់គ្នាជាមុខម្ហូបមួយដែលញ៉ាំបាយបានច្រើនមែនទែនហ្មងជាពិសេសអាពេលយើងឆាឲ្យក្តៅៗញ៉ាំមួយបាយក្តៅៗទៀតហ៎អូយនិយាយពីថាជាតិសាហាវរបៀបធ្វើក៏មានអីពិបាកដែរអ្នកទាំងអស់គ្នាអ្វីដែលសំខាន់គ្រឿងផ្សំក៏មានអីច្រើនមានដូចជាសាច់មាន់ម្រះព្រៅខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃម្ដេងល្ក្រូចហើយនិងម្ទេសបន្តិចចឹងណាអ្នកទាំងអស់គ្នាជាដំបូងគឺខ្ញុំយកមាន់យកមកចៀនវាបន្តិចណាអ្នកទាំងអស់គ្នាគឺយកដាក់ចៀនវាមិនទៅឆ្អិនអីខ្លាំងពេក 100% ទេប៉ុន្តែយើងចង់បានឲ្យវាគ្រឿងបន្តិចចឹងណាបន្ទាប់មកទៀតខ្ញុំមកលាយជាមួយនឹងគ្រឿងខ្ញុំដាក់ស្ករមួយស្លាបព្រាកន្លះរ៉ូឌីមួយស្លាបព្រានិងដាក់ជាមួយនឹងប៊ីចេងមួយចុងស្លាបព្រាបន្តិចហើយខ្ញុំដាក់ជាមួយនឹងទឹកម្ទេសអ្នកគ្នាទឹកម្ទេសប្រហែលជាមួយស្លាបព្រាហើយនឹងទឹកប្រេងខ្យងតិចមកហើយជាមួយនឹងទឹកត្រីផងដែរកុំភ្លេចដាក់ជាមួយទឹកជាថែមបន្តិចទៀតផងណាបន្ទាប់មកទៀតគឺយើងកូរគ្រឿងនឹងឲ្យសព្វចូលគ្នាជាល្បាយតែមួយមកពេលដែលសាច់យើងចាប់ផ្ដើមរៀងក្រៀមបន្តិចដែរគឺខ្ញុំញែកវាទៅម្ខាងហើយខ្ញុំស្រង់ខ្លាញ់ចេញខ្លះបន្ទាប់មកទៀតខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមចូលអញ្ចឹងព្រោះខ្ញុំខ្ជិលដួសសាច់ចេញក្រៅទៀតអ្នកគ្នាខ្ញុំទុកនៅក្នុងឆ្នាំងហ្នឹងហើយខ្ទឹមសខ្ទឹមក្រហមយើងលីងវាឲ្យឈ្ងុយតិចមកហើយយើងដាក់ជាមួយនឹងម្ទេសខៀវហើយនឹងម្ទេសដៃនាងយើងតិចមកយើងឆាវាត្រឡប់ទៅត្រឡប់មកវារៀងឡើងក្លិនតិចមកយើងដាក់ជាមួយនឹងគ្រឿងទឹកសោះដែលយើងលាយមិញណាអ្នកនរគ្នាយើងដាក់ប៉ុណ្្នឹងទៅគេដាក់ចូលទៅហើយនិយាយថាអូយគ្រឿងឡើងឈ្ងុយខ្លាំងហ្មងយើងឆាទឹកសោះជាមួយនឹងសាច់មាន់ហ្នឹងណាអ្នកនរគ្នាយើងឆាចូលគ្នាចឹងហើយយើងទុកវាឲ្យម្ទេសយើងរៀងឆ្អិនបន្តិចមកតោះមកខ្ញុំដាក់ជាមួយនឹងគល់ស្លឹកគ្រៃម្ដេងហើយនឹងល្ក្រូចគ្រាន់តែដាក់ប៉ុណ្ណឹងចូលភ្លាមអ្នកនរគ្នាឡើងឈ្ងុយខ្លាំងមែនទែនឈ្ងុយគ្រឿងអញ្ចឹងណាតោះមកពេលដែលវាឆ្អិនហើយគឺខ្ញុំដាក់ជាមួយនឹងម្រះព្រៅឆាគ្រឿងសាច់មាន់ហ្នឹងអត់ដាក់ម្រះព្រៅបានអ្នកនរគ្នាខំនឹងវាអត់ឈ្ងុយវាអត់ត្រូវជាមួយនឹងមុខម្ហូបគេនិយាយបានមួយចាននេះហើយអូយញ៉ាំបាយនិយាយថាឆ្ងាញ់ខ្លាំងមែនទែនថ្ងៃហ្នឹងបាយគឺអស់ពីឆ្នាំងហ្មងបន្ទាប់ពីបាយហើយសុំថែមជាមួយនឹងផ្អែមថ្នមបន្តិចនិយាយថាគីឡូឡើងស៊ឺតហ្មងណាអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ